Hello សួស្តីអ្នកទាំងអស់គ្នាជួបជាមួយនឹង admin Ismail Latte ទេណាដែលថ្ងៃនេះផងដែរ admin នឹងមកសម្រាប់រឿងថ្មីមួយទៀតមានចំណងជើងថា plot line ហើយរឿង plot line នឹងផងដែរនិពន្ធហើយក៏គូដោយកូនខ្មែរដែរអ្នកទាំងអស់គ្នាតិចអត់ដឹងហើយអ្នកទាំងអស់គ្នាមិនទៅណាឆ្ងាយទេនឹង admin នឹងឯងអ្នកគូអ្នកនិពន្ធខ្លួនឯងដែលសាច់រឿង BL ហ្នឹងគឺជាប្រភេទសាច់រឿង Omega World អញ្ចឹងមុនឈានដល់ការសម្រាយ admin ចង់បញ្យល់បន្តិចដែលតកតងទៅនឹងរឿងហ្នឹងប្រភេទ Omega World មានអ្នកខ្លះស្គាល់អ្នកខ្លះក៏អត់ទាន់ស្គាល់ដូច្នេះ admin នឹងមកបញ្យល់បន្ថែមអ្វីទៅជារឿង Omega World ប្រភេទរឿង Omega World ហ្នឹងផងដែរគឺគេចង់សម្ដៅទៅលើមនុស្សប្រុសដែលគាត់អាចមានកូនបានអញ្ចឹងរបៀបថាគេអត់កំណត់ភេទទេអ្នកណាក៏អាចមានកូនបានដែរប៉ុន្តែគេកំណត់ទៅលើក្រុមមនុស្សវិញដែលក្រុមមនុស្សហ្នឹងមានអីខ្លះមកចាំ admin បញ្យល់បន្ថែមអញ្ចឹងសាច់រឿងហ្នឹងគឺមានក្រុមមនុស្សចំនួន5ដែល admin នឹងបង្ហាញដូចអ្នកទាំងអស់គ្នាបានឃើញនឹងឯងអញ្ចឹង admin នឹងមកបញ្យល់ក្រុមទី1មុនគេដែលក្រុមទី1គឺជា Anima នឹងបើនិយាយពីផូរ៉ូម៉ូនរបស់គេគឺខ្លាំងលំដាប់លេខ1មកអញនិយាយបានថា Anima នៅក្នុងសាច់រឿងហ្នឹងគឺខ្លាំងដែលអាចគ្រប់គ្រងគេបានដោយគ្រាន់តែបញ្ចេញផូរ៉ូម៉ូនទៅម្នាក់ដែលនៅក្រោមគេហ្នឹងគឺស្ដាប់បង្គាប់គេអញ្ចឹងណាចំណែកឯទី2គឺ Asrang Alpha វិញក៏ជាមនុស្សដែលខ្លាំងដែរអញនិយាយបានថាខ្លាំងបន្ទាប់ពី Anima ផូរ៉ូម៉ូនរបស់គេក៏ខ្លាំងអត់ចាញ់ Anima មកតែគ្រាន់តែខ្លាំងលំដាប់ទី2ដល់ពេលទី3 Normal Alpha វិញក៏ស្តៀងគ្នាដែរគ្រាន់តែថាផូរ៉ូម៉ូនរបស់គេក៏ខ្លាំងដែរគ្រាន់តែនៅលំដាប់លេខរៀងទី3អញ្ចឹងណាដល់ពេលទី4 Omega មកដល់ក្រុមហ្នឹងគឺរឿងសំខាន់ដែរក្រុមនឹងឯងដែលអ្នកពោពោបានអញ្ចឹងមិនថាជា Omega ស្រីឬក៏ប្រុសទេគឺអាចពោពោបានទាំងអស់ដល់ពេលចូលមកដល់ទី5 Beta វិញBeta ហ្នឹងបើប្រៀបធៀបទៅគឺដូចមនុស្សយើងធម្មតានឹងឯងអត់មានផូរ៉ូម៉ូនហើយក៏អត់អាចហិតផូរ៉ូម៉ូនគេដឹងដែរបើករណីខ្លះហិតដឹងប៉ុន្តែវាតិចតួចអញ្ចឹងសរុបមកក្រុមមនុស្សទាំង5ហ្នឹងសិតតែមានផូរ៉ូម៉ូនលើកលែងតែ Beta ហើយអត់មានសំបញ្យល់បន្តិចដែលតកតងទៅនឹងផូរ៉ូម៉ូនក្លិននឹងរបៀបស្តៀងទៅនឹងទឹកអប់ដែរអ្នកទាំងអស់គ្នាប៉ុន្តែវារបៀបចេញមកពីក្នុងខ្លួនអញ្ចឹងណាតោះឥឡូវកុំបាក់ខាត់ពេលយូរយើងមកចូលកាន់សាច់រឿងយើងវិញដែលផ្ដើមរឿងរបស់យើងហ្នឹងគឺគេបង្ហាញពីមន្ទីរពេទ្យមួយកន្លែងបន្ទាប់មកគេក៏បង្ហាញតួអង្គមួយដែលគាត់គឺជាតួអង្គឯករបស់យើងហ្នឹងកំពុងតែឈរនៅមុខមន្ទីរពេទ្យដែលមើលទៅដូចជាកំសត់ដល់ឡើយបន្ទាប់មកទៀតតួអង្គរបស់យើងក៏គាត់បានសម័យទៅដល់ការដែលគាត់ជួបជាមួយនឹងដុកទ័រមុននឹងបន្តិចដែលដុកទ័ររបស់យើងហ្នឹងគាត់បានប្រាប់ទៅតួឯកយើងថាអ្នកអត់អាចចាក់ពីដានជាមួយនឹង Omega ដតីបានទេដោយសារតែអ្នកមានបញ្ហាចំអកអត់ដំណើរការអត់អាចងើបបានអញ្ចឹងណាហើយតួប្រុសរបស់យើងវិញគាត់ទៅលឿនអញ្ចឹងគ្នាឡើងស្លឹកចិត្តមិនបានទៅជាអញ្ចឹងមកពីហេតុអីបន្ទាប់មកដុកទ័ររបស់យើងហ្នឹងក៏បានបន្តទៀតថាអ្នកត្រូវតែប្រើប្រាស់ថ្នាំនេះជាប្រចាំបើមិនដូច្នោះទេនៅកំឡុងពេលដែលអ្នកមានរ៉ាត់អ្នកនឹងទទួលគ្រោះថ្នាក់ដល់ជីវិតនៅពេលដែលតួប្រុសរបស់យើងសម័យចាប់គាត់ក៏បានយកថ្នាំហ្នឹងមកមើលហើយក៏សួរខ្លួនឯងថាអញ្ចឹងគាត់ត្រូវប្រើប្រាស់ថ្នាំហ្នឹងមួយជីវិតមែនមើលសុកហ្នឹងស្រាប់តែមានសម្លេងទូរស័ព្ទរបស់គាត់ហ្នឹងរោឡើងនៅពេលដែលគាត់លើកមកនិយាយហ្នឹងគាត់ក៏បានដឹងថាអ្នកដែលទេមកហ្នឹងគឺជាប៉ារបស់គាត់នឹងឯងប៉ារបស់គាត់ក៏បានប្រាប់គាត់ថាល្ងាចហ្នឹងឲ្យបញ្ញាមកផ្ទះបន្តិចមកដោយសារតែបងប្រុសរបស់គេទៅមកពីអង់គ្លេសអញ្ចឹងហើយគាត់ចង់ឲ្យទូប្រុសរបស់យើងហ្នឹងទៅផ្ទះឲ្យបានលឿនដើម្បីញ៉ាំអាហារពេលល្ងាចជុំគ្នាទូប្រុសរបស់យើងហ្នឹងដឹងហើយគាត់ក៏បានចុចទូរស័ព្ទបិទទៅដែលទូប្រុសរបស់យើងហ្នឹងផងដែរគាត់មានឈ្មោះថា Seth Adder នឹងឯងដែលគាត់មានអាយុ21ឆ្នាំដែលជា Asrang Alpha តាមពិតទៅបងប្រុសដែលមកពីអង់គ្លេសហ្នឹងគឺមិនមែនជាបងបការបស់ Adder យើងហ្នឹងទេអានេះនិយាយបានថាមានប៉ារួមគ្នាប៉ុន្តែម៉ាក់ផ្សេងគ្នាអញ្ចឹងដែលខ្លួនរបស់ Adder ផ្ទាល់ហ្នឹងគឺជាកូនប្រពន្ធចុងចំណែកបងប្រុសរបស់គេគឺជាកូនប្រពន្ធដើមបើនិយាយពីសមត្ថភាពរបស់បងប្រុសគេវិញសឹងថាគេអត់មានអីប្រៀបធៀបជាមួយបងប្រុសគេហ្មងសូម្បីតែនៅក្នុងគ្រួសារក៏ឪពុករបស់គេហ្នឹងអត់មើលថាអត់ស្រឡាញ់គេដិតដល់ដែរចំណែកម៉ាក់របស់ Adder យើងវិញគឺគាត់ស្លាប់តាំងពី Adder របស់យើងនៅតូចៗម៉ែបើទោះបីជារស់នៅក្នុងផ្ទះជាមួយនឹងប៉ារបស់គេក៏ដោយក៏គេនៅតែមានអារម្មណ៍ថាដូចជាអ្នកដទៃដែលមិនមែនជាមនុស្សម្នាក់នៅក្នុងសមាជិកគ្រួសារហើយឥឡូវមកត្រូវជួបបញ្ហាអាចមកអត់ងើបទីរត់ទៅធ្វើឲ្យគេមានអារម្មណ៍ថាជីវិតហ្នឹងពិតជាអយុត្តិធម៌សម្រាប់គេដល់ហើយកាត់មកដល់ពេលល្ងាច Adder របស់យើងក៏បានមកដល់ផ្ទះនៅពេលដែលមកដល់ឃើញគ្រួសាររបស់គេដើម្បីអ្នកជុំគ្នាអញ្ចឹងទៅគេមានអារម្មណ៍ថារៀងច្នៃបន្តិចដែរហើយក៏លើកគេក្នុងចិត្តថាប្រកាសជាមានរឿងអីមិនស្រួលកើតឡើងទៀតហើយ
ពេលដែលរបស់យើងដើរទៅចិត្តទឹកបាយទៀងក្អីដើម្បីអង្គុយហ្នឹងឯងគេក៏បានក៏លៀបផ្នែកទៅមើលបងប្រុសរបស់គេហើយគេក៏កត់សម្គាល់ថាបងប្រុសរបស់គេមើលទៅដូចជាប្លែកខុសពីមុនខណៈពេលនោះដែរប៉ារបស់គេហ្នឹងក៏បានសួរថាធ្វើអីមិនក៏យូរម៉ែដឹងឯថាបងប្រុសទៅតែមកពីអង់គ្លេសអញ្ចឹងឯត្រូវការបានញ៉ាំអាហារដើម្បីសម្រាកលឿនអញ្ចឹងណាឯរបស់យើងវិញក៏យកលេសភ្លាមថាមកពីនៅតាមផ្លូវហ្នឹងស្ទះផ្លូវពេកទៅបានជាមកយឺតអញ្ចឹងហើយក៏បន្តទៀតថាខ្ញុំអត់សំខាន់ផងហ្នឹងចាំបាច់ចាំខ្ញុំធ្វើអីគ្រាន់តែលឿនអញ្ចឹងភ្លាមប៉ារបស់គេទប់កំហឹងអត់បានក៏ទះតុកម្ដាយផាំងរួចក៏ស្រែកប្រាប់ទៅថាមិនបានមកធ្វើចរិតអញ្ចឹងទេហើយក្រែងគាត់ប្រាប់ឲ្យតែថាកុំឲ្យធ្វើចរិតអញ្ចឹងនឹងមកនិយាយសម្ដីបែបអស់ទាំងនឹងទៀតដោយទ្រាំនឹងការស្ដីបដៅរបស់ប៉ាអត់បានគេក៏ប្រាប់ទៅប៉ាថាអត់អីទេចឹងសូមអញ្ជើញញ៉ាំអាហារតាមសប្បាយចោះនិយាយមែនណាតួផលរបស់យើងនេះគឺនិយាយពីប៉ិនឌឺសាហាវហ្មងចំណែកឯប៉ារបស់គេវិញកាន់តែខឹងនឹងចរិតក្អឹកក្តោងរបស់កូននឹងថែមមួយកម្រិតទៀតប្រឹងស្រែកហៅសេចក្ដីឲ្យកូនផងថាកុំទៅណាអញ្ចឹងប៉ុន្តែក៏ត្រូវបានភរិយាគាត់ថាលោកប្តីបើសិនជាកូនអត់ចង់ញ៉ាំទេឲ្យគេទៅហើយបន្ទាប់មកកូនប្រុសច្បងរបស់គាត់ហ្នឹងក៏បាននិយាយគេតែងតែចរិតបែបហ្នឹងប៉ាគួរតែបដៅគេឲ្យល្អជាងហ្នឹងឥឡូវមើលចោះខ្ញុំទៅអង់គ្លេសឡើងយូរហើយមកវិញគេនៅតែចរិតអញ្ចឹងតែហើយកូនប្រុសច្បងហ្នឹងគាត់គឺជាបេតាហើយគាត់ក៏មានឈ្មោះថាមីស៊ូរ៉េយ៉ានប៉ុន្តែគេតែងតែហៅគាត់ថារ៉េអញ្ចឹងណាហើយបន្ទាប់មកម៉ាក់របស់គេដែលមានឈ្មោះថាអ្នកស្រីសេឡាហ្នឹងក៏បានតបទៅកូនថាកូនណាអត់ត្រូវនិយាយអញ្ចឹងដាក់ប៉ាកូនទេឥឡូវគិតអញ្ចេះចោះឆ្លៀតពេលដែលកូនទៅមកពីអង់គ្លេសកូនរៀនបានចេះដឹងច្រើនអញ្ចឹងស្អែកនៅពេលដែលទៅក្រុមហ៊ុនកូនគួរតែនាំប្អូនរបស់កូនទៅជាមួយដែរដើម្បីបានបង្រៀនប្អូនអំពីការងារមួយចំនួននៅក្នុងក្រុមហ៊ុនផងនិយាយទៅអ្នកស្រីស៊ីឡាហ្នឹងគឺចិត្តល្អខ្លាំងហ្មងជាម្ដាយដើមប៉ុន្តែម្ដាយដើមចិត្តធម៌បើទោះបីជាអេដដមិនមែនជាកូនបង្កើតរបស់គាត់ក៏ដោយក៏គាត់ស្រឡាញ់នឹងមើលថាអេដដទុកដូចជាកូនបង្កើតរបស់គាត់អញ្ចឹងមានតែអេដដរបស់យើងហ្នឹងឯងដែលមើលអត់ឃើញអំពើល្អហ្នឹងអញ្ចឹងវគ្គមួយរបស់យើងហ្នឹងក៏បានបញ្ចប់ហើយមិនដែរអ្នកទាំងអស់គ្នាពេញចិត្តសាច់រឿងហ្នឹងអត់តាមពិតទៅអេដមិនក៏រឿង sorry ដែរដោយសារតភាពដំបូងនៅក្នុងរឿងហ្នឹងគឺរឿងអញនិយាយបានថាតួអង្គគឺរឿងអត់សូវស្អាតប៉ុន្តែចាប់ពីភាគ5ទៅអ្នកទាំងអស់គ្នានឹងឃើញតួអង្គរឿងប្លែកជាងមុនដោយសារតែ admin ទៅតគូសាថ្មីអញ្ចឹងណាអញ្ចឹងហើយអត់មានអីច្រើនទេ admin មានតែសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបន្តគាំទ្រសាច់រឿងដែលកូនខ្មែរនិពន្ធជាចុងបញ្ចប់ admin សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានស្ដាប់ការសម្ដែងរបស់ admin រហូតដល់ចប់អរគុណអ្នកទាំងអស់គ្នាអញ្ញង